បាទសូមអរគុណដល់ព្រះជាម្ចាស់សូមអញ្ជើញក្រោកឈរឡើងទាំងអស់គ្នាយើងទះដៃសរសើរព្រះអង្គនៃយើងទាំងអស់គ្នាអាមែនហាឡេលូយ៉ាសូមថ្វាយព្រះកិត្តិយសព្រះកិត្តិនាមទាំងរឿងការសរសើរដំណើរដល់ព្រះដ៏ជាព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធសូមឲ្យព្រះនាមទ្រង់បានប្រកបដោយព្រះពរទាំងរឿងទាំងអស់ជារបស់ព្រះអង្គហើយកូនសូមសរសើរសូមលើកដំកើងព្រះអង្គអស់កាលជាអង្វែងតរៀងទៅហើយសូមឲ្យប្រជារាស្ត្ររបស់ព្រះអង្គទាំងនៅទីនេះនិងនៅគ្រប់ទីកន្លែងដែលស្ដាប់ការឡាយទាំងអស់បានប្រកបដោយព្រះពរពីទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអរគុណព្រះអង្គមុននឹងអង្គុយចុះសូមឲ្យពរអ្នកចិត្តខាងយើងចង់ឲ្យពរគាត់អីឲ្យពរគាត់ហើយព្រះអង្គទានពររស់ស៊ីមានបានសុខភាពល្អជាពីជំងឺពេញដោយក្តីសុខសាន្តអាមែនហាឡេលូយ៉ាអាមែនបាទអាមែនហាឡេលូយ៉ាអរគុណព្រះអង្គអាមែនបាទអរគុណដល់ព្រះជាម្ចាស់ហើយយើងមានអំណរមួយគ្នាហើយក្នុងអាទិត្យថ្មីខែថ្មីឆ្នាំថ្មីអាមែនព្រះពរនឹងថ្មីថែមទៀតអាមែនហាឡេលូយ៉ាការអស្ចារ្យថ្មីបាទការរីកចម្រើនកាន់តែកើនឡើងថ្មីថែមទៀតដល់យើងទាំងអស់គ្នាអរគុណព្រះអង្គពេលដែលខ្ញុំអធិដ្ឋានព្រះអង្គឲ្យខ្ញុំចែកចាយនៅព្រះបន្ទូលព្រះអង្គរឿងមួយដែលខ្ញុំជម្រាបពីថ្ងៃអាទិត្យមុនតាខ្ញុំបានតាំងពីអាទិត្យមុនណាមានរឿងមួយដែលព្រះអង្គបានឲ្យខ្ញុំចែកចាយបាទមានបងប្អូនខ្លះបានស្ដាប់ឮពីមុនប៉ុន្តែឥឡូវព្រះអង្គឲ្យចែកចាយម្ដងទៀតអញ្ចឹងសូមទៅព្រះគម្ពីរទាំងអស់គ្នាទៅសាមយូអែលខ្សែទី1ចំពុក17បាទពីខ1មកចំពុកនឹងតែម្ដងដល់ខ58តោះសូមទៅជាមួយគ្នាតោះសូមយើងអានជាមួយគ្នាព្រះគម្ពីរថ្មីពួកភីលីស្ទីនប្រមូលផ្ដុំកងទ័ពដើម្បីធ្វើសង្គ្រាមពួកគេប្រមូលផ្ដុំគ្នានៅស៊ូកូក្នុងស្រុកយូដាហើយទៅបោះទ័ពនៅអេផេសដាមីមដែលចន្លោះកូសូនិងអាស៊ីកាអញ្ចឹងពេលនេះស្រាប់តែជនជាតិភីលីស្ទីនបានប្រមូលកងទ័ពធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលនៅព្រះគម្ពីរនៅចន្លោះសូកូបាទអញ្ចឹងគេប្រមូលទ័ពមកដើម្បីនឹងធ្វើសង្គ្រាមបាទអញ្ចឹងក្នុងឆ្នាំថ្មីនេះអាចមានបញ្ហាកើតឡើងប៉ុន្តែព្រះជាម្ចាស់គង់ជាមួយយើងមិនថាឆ្នាំចាស់ឬក៏ឆ្នាំណាទេតែងតែមានបញ្ហានៅលើโลกនេះហើយនៅគ្រប់ទីកន្លែងប៉ុន្តែត្រូវដឹងថាព្រះជាម្ចាស់ព្រះនឹងប្រទានឲ្យយើងមានកម្លាំងឈ្នះគ្រប់ឧបសគ្គទាំងអស់អាមែនអញ្ចឹងពេលនេះភីលីស្ទីនបានមកចង់ធ្វើសឹកសង្គ្រាមជាមួយអ៊ីស្រាអែលនៅចន្លោះសូកូបាទតោះសូមបន្តទៅទៀតបាទរីឯព្រះបាទសូលនិងទាហានអ៊ីស្រាអែលក៏បានប្រមូលផ្ដុំគ្នាដែរហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡាមរួចរៀបទ័ពដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីនបាទពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាងពួកអ៊ីស្រាអែលស្ថិតនៅលើភ្នំម្ខាងទៀតមានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរអញ្ចឹងមានន័យថាភីលីស្ទីននៅភ្នំម្ខាងហើយអ៊ីស្រាអែលនៅភ្នំម្ខាងអញ្ចឹងទល់មុខគ្នាដោយជ្រលងយើងដែលឃើញភ្នំពីរនៅទទឹមគ្នាអញ្ចឹងអាចលែងគេហៅថាទំនាបទៀបហ្នឹងគេហៅជ្រលងភ្នំអញ្ចឹងគេនឹងធ្វើសឹកសង្គ្រាមនៅជ្រលងភ្នំហ្នឹងបាទអញ្ចឹងទៅគេនឹងមើលឃើញណាគ្នាបើណាឈរពីលើភ្នំមកអាចមើលទៅក្រោមភ្នំហ្នឹងបាទនឹងឃើញសកម្មភាពយ៉ាងដូចម្ដេចបាទអញ្ចឹងសូមបន្តទៀតព្រះគម្ពីរប្រាប់ថាមានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីនអ្នកនោះឈ្មោះកូលីយ៉ាត់តើថាមកខ្ញុំកូលីយ៉ាត់ជើងឯកបាទមានជើងឯកម្នាក់ឈ្មោះកូលីយ៉ាត់មកពីស្រុកកាតគាត់មានកម្ពស់
ប្រមាណ3 ម៉ែត្រណានៅលើលោកនេះអត់ទាន់មានអ្នកណាមួយថតសប្ងៃនេះមិនទាន់មានអ្នកណាសប្ងៃនិយាយពីសប្ងៃអត់មានណាកម្ពស់3 ម៉ែត្រទេអ្នកខ្ពស់ជាងគេ2 ម៉ែត្រជាងទេណាបាទ3 ម៉ែត្រខ្ពស់ណាស់ណាអញ្ចឹងកម្ពស់ខ្ពស់ហ៎3 ម៉ែត្រណាចង់ខ្ញុំ2 តណាខ្ញុំ1.73 ម៉ែត្រអញ្ចឹងជិត2 តខ្ញុំណាតែឥឡូវគាត់ពាក់មួកធ្វើពីលង្ហិនអាវក្រោះមានទម្ងន់ប្រមាណ57 គីឡូក្រាមគាត់អាវក្រោះទម្ងន់ប៉ុន្មាន57 គីឡូក្រាមធ្ងន់ជាងអង្គមកការ៉ុងបាទឥឡូវបើបងប្អូនណាម្នាក់ឲ្យលីអង្គមកការ៉ុងទៅវាយគេឈ្នះទេអត់ទេបើនោះគាត់អាវក្រោះគាត់57 គីឡូក្រាមអញ្ចឹងយើងឃើញថាតើមៀតគាត់ប៉ុណ្ណាកម្លាំងគាត់ខ្លាំងប៉ុណ្ណាគាត់អាវក្រោះទម្ងន់57 គីឡូក្រាមហើយកម្ពស់ឡើង3 ម៉ែត្រហើយធ្វើពីលង្ហិនទៀតបើបោកទាំងមួកទាំងអីទៀតបាទនេះគាត់អាវក្រោះទេនៅមួកនៅខែលនៅស្នទៀតណាមើលព្រះគម្ពីររៀបរាប់អំពីទិដ្ឋភាពអំពីលក្ខណៈសម្បត្តិពីកូលីយ៉ាត់យ៉ាងដូចម្ដេចបាទសូមបន្តទៀតព្រះគម្ពីរទៅម៉េចអញ្ចឹងដឹងអាវក្រោះគាត់បាទ57គាត់មានប្រដាប់បាទស្រោបជើងធ្វើពីលង្ហិនមួកក៏ពីលង្ហិនណាអាវក្រោះពីលង្ហិនហើយមានទាំងប្រដាប់ស្រោបជើងទៀតគេមានស្រោបខ្មងជើងណាក៏ពីលង្ហិនដែរបាទព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឈៀងបាទមានស្នបាទដងលំពេងរបស់គាត់មានរាងធំដូចផ្សំកៃដំបាញផ្លែលំពេងនោះធ្វើពីដែកមានទម្ងន់ប្រមាណ7 គីឡូក្រាមក៏ផ្លែលំពេងមិនមែនតាំងអាស្នបតាំងលំពេងហ្នឹងទេក៏ផ្លែលំពេងហ្នឹង7 គីឡូក្រាមបងប្អូនណាដែលធ្លាប់លើកហាត់ដំដែកទេខ្ញុំធ្លាប់ហាត់ដំដែកដែរ5 គីឡូទេប៉ុន្តែបានតែខ្ទង់តែ20អីទេចុះបាទនេះគាត់តែចុងលំពេងគាត់ឡើង7 គីឡូណាអញ្ចឹងណាបាទអាវផងមានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់អញ្ចឹងមានទាហានម្នាក់ដើរពីមុខបាទកាន់ខែលបាទដើម្បីទៅមុខគាត់បាទអញ្ចឹងផែនអីព្រះគម្ពីររៀបរាប់អំពីបុគ្គលកូលីយ៉ាត់នេះខ្លាំងម្ល៉េះណាព្រះចង់ប្រាប់យើងថាសត្រូវរបស់យើងរបស់ណែអ៊ីស្រាអែលពិតជាខ្លាំងមែនពិតជាខ្ពស់មែនពិតជាប្រកែមែនហើយព្រះគម្ពីរដាក់ថាជើងឯកទៀតចឹងសត្រូវដែលយើងជួបជាការពិតមែនសត្រូវដែលខ្លាំងយើងជពាក់លុយគេជពាក់ពិតមែនមែនអត់ប្លង់ដីយើងដាក់ទៅគេនឹងប្លង់ដីមែនឡើងបីបន្លំគេមិនយកទេអាមែនជំងឺដែលយើងឈឺនេះជាជំងឺពិតមែនទុក្ខលំបាកដែលយើងជួបនឹងជាទុក្ខលំបាកពិតមែនអាមែនប៉ុន្តែកុំភ្លេចថាព្រះដែលគង់ជាមួយយើងក៏ព្រះដ៏ពិតមែនហើយខ្លាំងពូកែមែនហើយអស្ចារ្យមែននឹងជួយយើងឲ្យមានជ័យជំនះអាមែនបាទដូច្នេះបញ្ហាយើងមិនមែនជាបញ្ហាដេកយកសពទេចឹងមែនអត់ដេកយកសពខ្មោចដេញគេដេញកាប់ណាដល់ពេលគេកាប់ត្រូវភ្ញាក់មកអញមិនទៅត្រូវអត់សោះអានឹងជាបញ្ហារឿងយកសពអាមែនប៉ុន្តែបញ្ហារបស់យើងជារឿងពិតទុក្ខលំបាកយើងជាទុក្ខលំបាកពិតប៉ុន្តែក៏យើងត្រូវដឹងថាព្រះដែលយើងជឿក៏ជាព្រះពិតអាមែនចឹងបានព្រះអង្គបានទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតអាមែនបើអ្នកណាមិនមកតាមខ្ញុំមិនអាចទៅព្រះបិតាបានឡើយអាមែនចឹងព្រះគម្ពីរប្រាប់អំពីទិដ្ឋភាពរបស់កូលីយ៉ាត់រហូតដល់គេហៅគាត់ថាយៈកូលីយ៉ាត់ព្រោះអត់ដែលមានមនុស្សណាកម្ពស់ដល់3 ម៉ែត្រហើយបាទហើយអាវក្រោះឡើង
57 គីឡូក្រាមនិងផ្លែព្រួញណាផ្លែលំពេងរហូតដល់7 គីឡូក្រាមអញ្ចឹងណាអញ្ចឹងជាឧបសគ្គដ៏ធំជារឿងរ៉ាវដ៏ធំបាទតោះសូមបន្តទៅទៀតព្រះគម្ពីរប្រាប់ថាម៉េចគាត់ឈរហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រាអែលថាហេតុអ្វីបានជាពួកឯងចាំបាច់រៀបចំទ័ពច្បាំងដូច្នេះអញជាជនជាតិហ្វីលីស្ទីនរីឯពួកឯងជាកញ្ជះរបស់ស្ដេចសូលចូលរើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញអញ្ចឹងចេញមកវាថាមិនបាច់រៀបទ័ពវាយគ្នាទេឥឡូវវាយមួយទល់នឹងមួយយើងខាងហ្វីលីស្ទីនណាឯងទៅតែយកម្នាក់មកខាងអ៊ីស្រាអែលណាមួយទល់មួយណាមិនបាច់វាយកងទ័ពនឹងកងទ័ពទេបាទនេះជាយុទ្ធសាស្ត្ររបស់ហ្វីលីស្ទីនដែរដើម្បីមកប្របាក់អ៊ីស្រាអែលហើយដល់ចេញជើងខ្លាំងមួយប្របាក់ទៅទាំងអស់នឹងរៀបអញ្ចឹងណាទាំងអស់នឹងរៀបបាទតោះសូមបន្តទៀតព្រះគម្ពីរប្រាប់ថាខ9ប្រសិនបើវាច្បាំងឈ្នះអញហើយសម្លាប់អញនោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯងតែប្រសិនបើអញឈ្នះហើយសម្លាប់វាបានពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះហើយទៅបំរើពួកអញវិញអញ្ចឹងវាថាបើសិនជាវាឈ្នះជើងខ្លាំងណារបស់អ៊ីស្រាអែលអញ្ចឹងអ៊ីស្រាអែលនឹងធ្វើខ្ញុំបំរើរបស់ហ្វីលីស្ទីនណាប៉ុន្តែបើជើងខ្លាំងរបស់អ៊ីស្រាអែលណាឈ្នះកូលីយ៉ាត់នេះហ្វីលីស្ទីននឹងធ្វើខ្ញុំបំរើរបស់អ៊ីស្រាអែលវិញនេះជាលក្ខខណ្ឌវាដាក់លក្ខខណ្ឌមកបាទហើយព្រមអត់អ៊ីស្រាអែលព្រមអត់ដាក់លក្ខខណ្ឌណាបាទអញ្ចឹងបន្តទៀតបន្តទៀតព្រះគម្ពីរថាម៉េចទាហានហ្វីលីស្ទីននោះនិយាយទៀតថាថ្ងៃនេះអញនឹងបំបាក់មុខទ័ពអ៊ីស្រាអែលចូលឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើលកាលព្រះបាទសូលនិងជនជាតិអ៊ីស្រាអែលទាំងមូលឬពាក្យសម្ដីរបស់ទាហានហ្វីលីស្ទីននោះក៏ញាប់ញ័រហើយភ័យខ្លាចជាខ្លាំងចឹងពេលឮពាក្យសម្ដីនឹងតង់ស្ដេចសូលតង់ជនជាតិទាហានអ៊ីស្រាអែលដែលធ្លាប់ហាត់ទាំងបាម៉ានហ្មងគេញាប់ញ័រចឹងហើយនេះខ្ញុំក៏លើកទៅចិត្តបងប្អូនអរគ្នាពេលឮបញ្ហាធំប៉ុណ្ណាក៏ដោយពេលថាយើងមានជំងឺធំប៉ុណ្ណាក៏ដោយទុក្ខលំបាកធំប៉ុណ្ណាក៏ដោយខ្ញុំលើកទៅចិត្តកុំញាប់ញ័រដោយបទចម្រៀងក្រុមវាយគុំនាំយ៉ាងចូលមានកម្លាំងហើយមានចិត្តក្លាហានឡើងកុំញាប់ញ័រព្រោះយើងមានព្រះដ៏ធំនៅជាមួយយើងតាមពិតអ៊ីស្រាអែលមានព្រះដ៏ធំនៅជាមួយស្ដេចសូលមានព្រះដ៏ធំនៅជាមួយប៉ុន្តែនៅពេលដែលឮគម្រាមទាំងអស់នេះភ្លេចព្រះបន្ទូលព្រះភ្លេចព្រះទៅជាឃើញបញ្ហាធំទៅវិញពេលមានបញ្ហាខ្ញុំលើកទៅចិត្តណាកុំសូវផ្ចង់ចិត្តលើបញ្ហានឹងពេកណាផ្ចង់ចិត្តលើព្រះដែលធំជាងបញ្ហានោះជាការដែលធ្វើឲ្យជីវិតយើងជោគជ័យខ្ញុំក៏មានបញ្ហាដូចបងប្អូនដែរព្រោះខ្ញុំជាមនុស្សចឹងមែនអត់ខ្ញុំក៏មានប្រពន្ធដូចបរិសុទ្ធជាច្រើនមានប្រពន្ធដែរមែនចឹងខ្ញុំក៏ចេះញ៉ាំបាយដូចបរិសុទ្ធជាច្រើនចេះញ៉ាំបាយដែរណានឹងស្ត្រីញ៉ាំបាយអាមែនអើចូលលោកគ្រូជាពាក់ធនាគារដែរអត់ណាប្រពន្ធខ្ញុំចាឆ្លើយជាពាក់ក៏មានធនាគារមកទាគ្រូដែរតាមែនបាទមើលតែហួសថ្ងៃគេចុចមកដែរណាបាទអរគុណព្រះអង្គតែផ្គត់ផ្គង់ជារៀងរហូតអាមែនបាទអាមែនហើយខ្ញុំថ្លែងព្រះបន្ទូលជូនបងប្អូននេះក៏ផ្លែព្រះបន្ទូលមកដល់ខ្ញុំដែរមិនចេះថាអូចូលមានកម្លាំងចិត្តក្លាហានចោះអាងតែគ្រូឲ្យអត់ជពាក់គេចេះថាខ្ញុំក៏ជពាក់ដែរតែមានកម្លាំងមានចិត្តក្លាហានដូចគ្នាអាមែនបាទខ្ញុំក៏ចេះហត់ដែរអាមែនតែសូមពឹងកម្លាំងពីព្រះអង្គដូចគ្នាខ្ញុំក៏ត្រូវការ
ការដឹកនាំពីព្រះអង្គដែរព្រោះត្រូវតែដឹកនាំការងារព្រះអង្គជាច្រើនអាមែនសិតតែត្រូវការព្រះអង្គទាំងអស់គ្នាអាមែនបាទអញ្ចឹងយើងទាំងអស់គ្នាត្រូវការព្រះអង្គទាំងអស់គ្នាអាមែនពេលបងប្អូនឥឡូវពេលដែលយើងជួបសម័យកូវីដបងប្អូនក៏ជួបខ្ញុំគ្រូកងវិលជួបដែរអត់ព្រះមិនបានលើកខ្ញុំទៅលើឋានសួគ៌អត់ឲ្យគ្រូនិតជួបទេពេលគេឃុំយើងក៏គេតំបន់លឿងអីមកក៏អបឯងក៏លឿងដែរអញ្ចឹងយើងជួបទៅលំបាកណាប៉ុន្តែអរគុណព្រះអង្គអញ្ចឹងចង់និយាយថាម៉េចណាពេលកូលយ៉ាត់មកគម្រាមមកអ៊ីស្រាអែលប៉ុន្តែតើយើងជ្រើសរើសជឿពាក្យកូលយ៉ាត់ឬក៏យើងជឿលើព្រះបន្ទូលព្រះអាមែនតើយើងជឿលើបញ្ហាឬក៏ជឿលើព្រះដែលរំដោះយើងឲ្យរួចពីបញ្ហាអាមែនយើងឃើញឥឡូវនេះទាំងស្ដេចសូលកងទ័ពដែលហ្វឹកហាត់ដល់ខ្លាំងប្រកែបអ៊ីស្រាអែលញាប់ញ័រទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំលើកទឹកចិត្តទាំងអស់គ្នាណាពេលមានបញ្ហាមកដល់ទូនឹកចាំពីព្រះបន្ទូលព្រះអង្គដែលព្រះឲ្យយើងវឹកហាត់រាល់ថ្ងៃនេះមករាល់អាទិត្យនេះអាមែនអាមែនដែលឮព្រះបន្ទូលព្រះអង្គកុំភ័យខ្លាចកុំតក់ស្លុតរឹងប៉ឹងព្រះអង្គប្រោះឲ្យជាព្រះអង្គដោះឲ្យរួចសូមនឹកចាំព្រះបន្ទូលព្រះអង្គអាមែនចឹងបានអ៊ីស្រាអែលក៏មានអ៊ីស្រាអែលពីរប្រភេទដែរអ៊ីស្រាអែលមែនពេលដែលអត់មានបញ្ហាព្រះអង្គល្អក្រពេលវេលាពេលព្រះអង្គប្រទានពរព្រះអង្គល្អប៉ុន្តែមានបញ្ហាមកដល់អើយព្រះអង្គណៃណាព្រះអង្គជួយមិនតាន់ទេវើយលេងអានេះមៀតឡើង3ម៉ែត្រនោះណាបាទអញ្ចឹងលេងគាត់អាវក្រោះវាហ្នឹងគាត់ក៏វត្តដាក់ឯងសន្លប់បាត់ហើយណាបើអញ្ចឹងយើងមើលភ្លេចព្រះបន្ទូលព្រះអង្គអស់លេងណាភ្លេចការអស្ចារ្យដែលព្រះអង្គធ្វើជាមួយនឹងអ៊ីស្រាអែលគ្រប់បែបយ៉ាងកន្លងមកអាមែនអញ្ចឹងថ្ងៃនេះខ្ញុំលើកទឹកចិត្តពេលមានបញ្ហាអានព្រះបន្ទូលព្រះអង្គស្ដាប់ព្រះបន្ទូលព្រះអង្គហើយជឿលើព្រះបន្ទូលព្រះអង្គអាមែនតោះថាខ្ញុំស្ដាប់អានជឿតោះថាខ្ញុំស្ដាប់អានជឿអាមែនបាទហើយមួយទៀតថ្លែងអាមែនទោះបីកំពុងតែពាក់លុយគេដល់ថ្លែងថាម៉េចព្រះអង្គដោះខ្ញុំឲ្យរួចក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនហាឡេលូយ៉ាបាទហើយកំពុងតែឈឺដោយប្រកាសថាម៉េចខ្ញុំជាតាមយស្នាមរបួសលើអង្គទ្រង់អាមែនណាកុំឲ្យពងឈឺអញ្ចឹងមើលណាគ្រូពេទ្យមើលអីតែឈាមតែអីមកអូរស់មិនបានយូរទេអញ្ចឹងមកចេះវល់មិនដឹងគ្រឿងក្នុងនោះខ្សោយឲ្យអស់ទៀតណាបាក់ទឹកចិត្តបដោយអាមែនអត់ទេទោះបីពេទ្យថាម៉េចក៏ដោយអាមែនបាទយើងជឿថាព្រះជាម្ចាស់ដែលបង្កើតរូបកាយមនុស្សពីធូលីដីពីអត់អ្វីឲ្យទៅជារូបកាយដ៏រឹងមាំរស់បានព្រះអង្គនឹងប្រោសយើងបានជាដូចគ្នាអាមែនជឿទុកចិត្តលើព្រះអង្គអាមែនព្រះអង្គដែលធ្វើឲ្យនំប៉័ង5ដុំត្រីតែ2កតុយចំអែបមនុស្សជាង 5,000 នាក់បើគិតប្រុសអាយុ20ឆ្នាំឡើងលើចော့ស្ត្រីទៀតកុមារទៀតរាប់ម៉ឺននាក់ឲ្យឆ្អែតគ្រប់គ្នាហើយប្រមូលកំតិចនៅសល់12ល្អីទៀតព្រះនឹងប្រើលុយដែលយើងមានមិនទិញទូចចំណេះដែលយើងមានមិនទិញទូចសមត្ថភាពដែលយើងមានមិនទិញទូចនេះព្រះអង្គនឹងពហុគុណឲ្យយើងទទួលព្រះពរពីព្រះអង្គឆ្អែតបបោហើយនៅសល់ទៀតអាមែនព្រះយើងគឺព្រះដូចនេះឯងអាមែនហាឡេលូយ៉ាជឿអត់ជឿមើលប្រមាណអ្នកជឿសូមលើកដៃអាមែនសូមទះដៃមួយអ្នកចិត្តយើងថាជឿទះដៃថាជឿអាមែនអាមែនហាឡេលូយ៉ា
អាមែនអាមែនអាមែនបាទចឹងអ៊ីស្រាអែលស្ដេចសូលនឹងទ័ពអ៊ីស្រាអែលភ័យខ្លាចខ្លាំងថ្ងៃនេះខ្ញុំលើកទៅចិត្តផ្ទុយពីភ័យខ្លាចខ្លាំងជឿខ្លាំងក្លាហានខ្លាំងអាមែនបាទតោះឥឡូវយើងបន្តទៀតព្រះគម្ពីរប្រាប់ថាម៉េចខ12អាមែនយុវជនដាវីតជាកូនរបស់លោកអ៊ីសាយគ្រាន់តែអ៊ីសាយភ័យខ្លាំងស្រាប់តែព្រះគម្ពីរនិយាយពីកូនម្នាក់ភ្លាមចង់និយាយយ៉ាងម៉េចព្រះអង្គតូតមកមិនតូតមើលអ្នកភ័យទេមែនស្ដេចសូលភ័យមែនអ៊ីស្រាអែលភ័យកងទ័ពអ៊ីស្រាអែលភ័យប៉ុន្តែព្រះបកទៅនិយាយពីបរិសុទ្ធក្មេងប្រុសម្នាក់ដែលមានជំនឿលើព្រះអង្គមិនភ័យខ្លាចនៅពេលមានបញ្ហាអញ្ចឹងហើយបានព្រះអង្គបានបន្ទូលថាព្រះអង្គតូតមកតើព្រះអង្គឃើញអ្នកមានជំនឿដែរឬទេអាមែនព្រះគម្ពីរអត់បន្តទៀតទេអំពីរឿងកូលយ៉ាត់ព្រះអង្គចាប់ផ្ដើមនិយាយអំពីបុគ្គលម្នាក់ទូចច្រឡឹងប៉ុន្តែមានជំនឿចឹងនេះมันសំខាន់យើងទូចយើងអត់បានវឹកវើនកងទ័ពយើងមិនបានមានជំនាញអីណាច្បាស់លាស់ហើយក្រោយខ្ញុំនិយាយមិនមែនថាបងប្អូនមានជំនាញច្បាស់លាស់អត់ប្រយោជន៍មានច្បាស់លាស់ហើយទុកចិត្តព្រះអង្គទៀតអានឹងកាន់តែប្រសើរកុំទុកតែចិត្តជំនាញយើងនឹងអត់ទុកចិត្តលើព្រះអត់ទៅរួចទេកុំពឹងនៅចំណេះអត់ពឹងលើព្រះទៅមិនរួចទេនៅលើโลกនេះចឹងបានខ្ញុំជម្រាបថាឥឡូវនេះគ្រូជោគជ័យស្ងាត់បាត់ជ្រាបហេតុអ្វីអូកាលមុនភ្លុកទឹកភ្លុកដីមកតាមផ្លូវមកពីការជួបបងពៅថាមានគ្រូម្នាក់យកទិញដីគាត់ឥឡូវស្ងាត់ជ្រាបកាលមុនសិស្សទៅរៀនអធិកអធមអូឥឡូវស្ងាត់ជ្រាបឥឡូវថាអស់ឡានអស់អីបាទហើយបានអត់បញ្ចេញឈ្មោះគាត់ទេណាចង់និយាយថាយ៉ាងម៉េចហេតុអីបានក្បាច់ក្បួនតម្រេះដល់ខ្លាំងពូកែរបស់គេបែបរាជ័យខ្ញុំជម្រាបក្បាច់ក្បួនតម្រេះរបស់មនុស្សมันអាចឈ្នះបញ្ហាដ៏ធំបានទេណាប៉ុន្តែព្រះជាម្ចាស់ព្រះអង្គធំលើអ្វីៗទាំងអស់ដែលព្រះអង្គប្រទានឲ្យកូនព្រះអង្គមានជ័យជំនះលើគ្រប់បញ្ហាទាំងអស់អាមែនហាឡេលូយ៉ាអាមែនចឹងបានសម័យកូវីដហ្នឹងនឹងវិបត្តិសេដ្ឋកិច្ចនេះធ្វើតេស្តសមត្ថភាពរបស់មនុស្សអ្នកណាដែលពឹងលើខ្លួនឯងតែងតែបរាជ័យប៉ុន្តែអ្នកណាដែលជឿសង្ឃឹមលើព្រះម្ចាស់អ្នកនោះមិនដែលខកចិត្តសោះឡើយអាមែនហាឡេលូយ៉ាអាមែនចឹងបានព្រះអង្គប្រទានពរក្រុមជំនុំយើងបានដីបានពហិនៅឆ្នាំ2000ណាហូតដល់2024 25នេះចង់បញ្ជាក់ថាម៉េចនៅពេលដែលជួបទុក្ខលំបាកពិភពលោកកំពុងតែច្បោកច្បល់អ្នកជោគជ័យបែរជាបរាជ័យប៉ុន្តែអ្នកណាដែលជឿលើព្រះអង្គប្រទានពរឲ្យអ្នកនោះមានជ័យជំនះអាមែនហាឡេលូយ៉ាតែនេះហើយជាការដែលបញ្ជាក់អាមែនខ្ញុំមិនមែនប្រកែបងប្អូនយើងអ្នកជឿព្រះមិនមែនប្រកែទេគឺសិតតែរៀនក្បួនអស់ហើយណាដូចជាទាហានរបស់សូលចឹងរៀនក្បួនវាយមិនវាយផ្ការិចមិនក្បាច់អីមិនក្បាច់កែងអីមិនផ្កាប់ចានអីមិនរវាគេរៀនអស់ហើយណាអតុក្រមអីមិនគេរៀនអស់ហើយប៉ុន្តែដល់ឃើញកូលយ៉ាត់មានស្បឿងមកអើយអានេះចេញក្បាច់អីខ្ញុំឆ្នេះហើយគ្រោះថ្នាក់តែម្ដងណាបាទចឹងបាទព្រះគម្ពីរថ្លែងពីយុវជនអ្នកតាថាខ្ញុំយុវជនដានីញ៉ែលមែនទេដាវីតយុវជនដាវីតចេះតែថាតាមគ្រូដែរតាថាម្ដងទៀតយុវជនដាវីតជាកូនរបស់អ្នកណាគេលោកអ៊ីសាយហើយពីអំបូរអី
អេប្រាតាដែលរស់នៅភូមិបេតេលហឹមក្នុងស្រុកយូដាលោកអេសាយមានកូនប្រុស8នាក់ណាអេសាយមានកូនប្រុសឡើង8នាក់បាទហើយនៅចំនួនព្រះបាទសូលលោកមានវ័យចាស់ជរាណាស់ទៅហើយណាតាំងតើដាវីតកូនទីម៉ានដឹងហ៎ទី8យើងគិតមើលឪពុកចាស់ហើយកើតកូនមកច្បាស់ជាសរីរាង្គខ្សោយហើយគ្នាហ្នឹងនេះតាមក្បួនពេទ្យចឹងមិនលោកដុកទ័រចេះពេទ្យណាមិនចឹងឪពុកម្ដាយខ្សោយចាស់ហើយខ្សោយមិនចឹងអីមានគ្រូពេទ្យមកចង់ចំទាស់ចឹងបានគេថាតន់កោខ្លួននៅក្មេងយកកូនណាយើងមានកម្លាំងមានអីចឹងណាបាទនេះគាត់កូនពៅតាមពិតត្រូវខ្សោយជាងគេណាបាទប៉ុន្តែចឹងបានពេលបងប្អូនកើតមកខ្សោយក៏ដោយលក្ខណៈអីខ្សោយក៏ដោយកុំបារម្ភសំខាន់មាំមួនជាមួយព្រះអង្គធ្វើឲ្យអ្នកខ្សោយពោលថាខ្លួនខ្លាំងអ្នកក្រពោលថាខ្លួនមានអាមែនហាឡេលូយ៉ាអាមែនបាទពេលកពីថាមានវ័យចាស់ជរាណាស់ហើយណាកូនកើតនៅពេលចាស់ជរាហើយបាទសូមបន្តទៀតព្រះកពីថាបាទកូនប្រុសច្បងទាំង3របស់លោកគឺលោកអេលៀបអាប៊ីណាដាប់និងសាម៉ាបានចេញទៅច្បាំងជាមួយព្រះបាទសូលបាទអញ្ចឹងកូន3នាក់របស់អេសាយទៅបងដាវីតជាកងទ័ពទៅច្បាំងនៅហ្នឹងអញ្ចឹងបងប្អូនបកើតណា3នាក់ធ្វើទ័ពនៅហ្នឹងប៉ុន្តែពេលឃើញកូលីយ៉ាតមកបងទាំង3ហ៊ានទៅច្បាំងអត់បាទអត់ហ៊ានទេញ័រទៅភពណាមើលព្រះគម្ពីរខ14រីឯដាវីតជាកូនពៅពេលបងទាំង3ចេញទៅជាមួយព្រះបាទសូលអស់ទៅដាវីតវិលត្រឡប់ទៅផ្ទះវិញដើម្បីឃ្វាជាមឲ្យឪពុកនៅភូមិបេតលេហឹមអញ្ចឹងដាវីតកូនពៅឲ្យអីឪពុកឲ្យអីឃ្វាជាមតើថាមិនឃ្វាជាមខាងនោះតាបង3នាក់នោះទៅហ៊ានអញ្ចឹងគាត់ឃ្វាជាមអញ្ចឹងខ្ញុំនៅតែចិត្តបងប្អូនអរគ្នាមិនថាការងារបងប្អូនតូចតាចអីក៏ដោយណាខ្មែរយើងចេះនិយាយថាឃ្វាគោអ្នកស្រែឃ្វាគោអញ្ចឹងមិនសំខាន់យើងឃ្វាគោឃ្វាលជាមសំខាន់រត់តុកឬក៏ធ្វើអីក៏ដោយអនាម័យក៏ដោយអីក៏ដោយស្អីក៏ដោយធ្វើកិច្ចការងារក៏ដោយខ្ញុំនៅតែចិត្តចូលយកព្រះអង្គជាធំដាវីតមែនគាត់ឃ្វាជាមប៉ុន្តែគាត់យកព្រះជាធំអាមែនបាទទោះបីយើងធ្វើការធំក៏ដោយយកព្រះកាន់តែធំអាមែនចឹងលើកទឹកចិត្តបងប្អូនហើយគ្រប់ពេលវេលាហើយចឹងទៅបន្តទៀតព្រះគម្ពីរប្រាប់បាទសូមខ16កូលីយ៉ាតជាជនជាតិភីលស្ទីននោះបានចេញមកសម្លុតទ័ពអ៊ីស្រាអែលទាំងព្រឹកទាំងល្ងាចអស់រយៈពេល40ថ្ងៃសម្លុតណាទាំងព្រឹកទាំងល្ងាច40ថ្ងៃហ្មងណាព្រឹកក៏មកល្ងាចក៏មកដល់អញ្ចឹងទៅអ៊ីស្រាអែលបាក់ស្មារតីអញ្ចឹងហើយនេះក៏លើកទឹកចិត្តបងប្អូនអរគ្នាអាចបញ្ហាមួយសម្លុតយើង40ឆ្នាំហើយក៏មិនដឹងវិបត្តិមួយសម្លុតជីវិតយើង10ឆ្នាំហើយក៏មិនដឹងឬក៏ទុកលំបាកមួយធ្វើឲ្យយើងអស់សង្ឃឹមអាជីវិត20ឆ្នាំ30ឆ្នាំហើយក៏មិនដឹងប៉ុន្តែថ្ងៃនេះខ្ញុំលើកទឹកចិត្តថាព្រះមួយអង្គមកចង់រំដោះយើងពីសម្ពាធផ្លូវចិត្តពីវិបត្តិដែលយើងបៀមទុកជាយូរនោះមកហើយឲ្យមានសេរីភាពដោយសារនាមព្រះយេស៊ូវគ្រីស្ទអាមែនហាឡេលូយ៉ាអាមែនមានបញ្ហាធំដោយកូលីយ៉ាតមានសម្ពាធធំដោយកូលីយ៉ាតប៉ុន្តែម្នាក់នឹងចេញមុខមកជួយយើងដាវីតអាមែនដាវីតតំណាងឲ្យព្រះយេស៊ូវព្រះយេស៊ូវនឹងយាងមករំដោះយើងឲ្យរួចពីទុក្ខលំបាករួចពីបញ្ហាទាំងអស់អាមែនហាឡេលូយ៉ាបាទព្រះគម្ពីរបានចែងថាម៉េចខ17ថ្ងៃមួយតើថាមកថ្ងៃមួយគង់តែមានថ្ងៃមួយនឹងមកដល់ព្រះជាម្ចាស់នឹងដោះយើងឲ្យមានសេរីភាពអាមែនពាក្យដំណៀល
ពាក្យថ្មេះតែដៀលទុកលំបាករយៈពេល40ថ្ងៃណានោះនឹងត្រូវរលាយបាត់ដោយសារមានថ្ងៃមួយនឹងមកដល់តើថ្ងៃមួយនោះយ៉ាងម៉េចថ្ងៃមួយលោកអេសាយមានប្រសាសន៍ទៅកាន់យុវជនដាវីតជាកូនថាចូលយកលាជមួយថងនិងនំប៉័ង10ដុំនេះទៅឲ្យបងនៅកន្លែងបោះទ័ពយ៉ាងលឿនណាអញ្ចឹងត្រូវឪពុកប្រើឲ្យដាវីតយកលាជឲ្យបងនៅកន្លែងបោះទ័ពឯងណាឲ្យយកឲ្យលឿនបាទតោះសូមបន្តទៀតបាទប៉ុន្តែមិនមែនរឿងចៃដន្យណាមិនយកទៅចំពេលដែលកូលយ៉ាត់ជេនេះជាផែនការរបស់ព្រះកុំភ័យទុកលំបាកដែលយើងមានថ្ងៃមួយព្រះអង្គនឹងដោះយើងឲ្យមានសេរីភាពអាមែនជំងឺដែលយើងឈឺនេះថ្ងៃមួយព្រះអង្គនឹងប្រោះយើងឲ្យជាអាមែនទុកលំបាកដែលយើងមាននេះថ្ងៃមួយព្រះអង្គនឹងស្ដារឡើងវិញអាមែនទៅជាព្រះពរវិញអាមែនហាឡេលូយ៉ាព្រះគម្ពីរចូលយកpromise បាទ10ដុំនេះទៅជូនលោកមេតបរបស់គេដែរបាទអញ្ចឹងទាំងជូនមេតបរបស់បងទាំងពីរកូនត្រូវសួរសុខទុក្ខបងបាទហើយយកអ្វីមួយជាសម្គាល់មកផងដើម្បីបញ្ជាក់ថាពួកគេបានសេចក្តីសុខហើយអញ្ចឹងឲ្យទៅដល់ជួបបងយកអីជាសម្គាល់បងមកឲ្យឪពុកវិញបើឪពុកដឹងថាកូនទាំង3របស់គាត់បងបាទដាវីតនេះបានសេចក្តីសុខពួកគេស្ថិតនៅជាមួយព្រះបាទសូលនិងពលទាហានអ៊ីស្រាអែលទាំងមូលនៅតាមចន្លងភ្នំអេឡាមហើយកំពុងតែច្បាំងជាមួយពួកភីលីស្ទីនបាទសូមបន្តទៀតបាទយើងទៅស្រោតតិចបាទយុវជនដាវីតក្រោកពីព្រលឹមទុកហ្វូងជាមឲ្យអ្នកកងវាលម្នាក់ទៀតមើលថែរួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅតាមបង្គាប់របស់លោកអ៊ីសាយពេលដាវីតទៅដល់កន្លែងបោះទ័ពពលទាហានកំពុងរៀបទ័ពដើម្បីប្រយុទ្ធព្រមទាំងស្រែកហូរកញ្ជ្រៀវយ៉ាងខ្លាំងបាទសូមបន្តទៀតពេលផ្ទងទ័ពទាំងពីរកំពុងត្រៀមប្រយុទ្ធបាទទាហានអ៊ីស្រាអែលនិងទាហានភីលីស្ទីនរៀបចំទ័ពប្រឈមមុខគ្នាដើម្បីប្រយុទ្ធដាវីតប្រគល់អីវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈហើយរត់តម្រង់ទៅជួរទ័ពខាងមុខពេលទៅដល់ភ្លាមគាត់ជំរាបសួរសុខទុក្ខបងអញ្ចឹងដាវីតចូលទៅកន្លែងកងទ័ពហ្មងណាបាទទុកអីវ៉ាន់ចូលទៅកន្លែងគេកំពុងទ័ពគេត្រៀមប្រយុទ្ធទៅជួបបងនោះកំពុងតែនៅជួរមុខហ្នឹងដើម្បីត្រៀមប្រយុទ្ធហ្នឹងបាទដើម្បីសួរសុខទុក្ខបងបាទបន្តទៀតព្រះគម្ពីរថាម៉េចបាទពេលដាវីតកំពុងតែសំណេះសំណាលជាមួយបងទាហានភីលីស្ទីនឈ្មោះកូលយ៉ាតជាអ្នកក្រុងកាតចេញមកខាងមុខជួរទ័ពរបស់ខ្លួនហើយស្រែកសួរពួកអ៊ីស្រាអែលនៅពាក្យដដែលបាទពាក្យដដែលដាវីតក៏បានឮពាក្យទាំងនោះដែរការឃើញកូលយ៉ាតចេញមកទាហានអ៊ីស្រាអែលនាំគ្នារត់ប្រសេកប្រសាចត្បិតគេភ័យខ្លាចជាខ្លាំងកំពុងតែត្រៀមໄว้ស្រាប់តែកូលយ៉ាតចេញមកសួរស្រែកសួរបាក់សបាតរត់ប្រសេកប្រសាចតែម្ដងណាសួរពាក្យដដែលអញ្ចឹងនេះខ្ញុំលើកទៅចិត្តដូចគ្នាដែរជួនកាលបញ្ហាកើតដដែលធ្វើឲ្យយើងបាក់ស្បាតហ្មងណាជួនកាលពាក្យដដែលលឺដដែលនឹងធ្វើឲ្យយើងបាក់ស្បាតហ្មងដូចអ្នកខ្លះខ្លាចងឹតអញ្ចឹងពេលងឹតមកដល់ខ្លាចហ្មងអ្នកខ្លះជួបរឿងអីមួយបាក់ស្បាតរឿងអីមួយពេលរឿងនឹងមកដល់បាក់ស្បាតហ្មងអ្នកខ្លះខ្លាចភ្នែកបន្ទោលគាត់ឃើញភ្នែកបន្ទោលភ័យហ្មងផ្គរលាន់ភ័យហ្មងណានេះគេថាជំងឺបាក់ស្បាតដោយរឿងអ្វីមួយអញ្ចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំក៏លើកទឹកចិត្តដែរអញ្ចឹងបានពេលនេះខ្ញុំអធិដ្ឋានតែព្រះអង្គចង់ប្រទានព្រះបន្ទូលអីមកកាន់បងប្អូននិងខ្ញុំព្រះអង្គចង់រំដោះយើងគ្រប់រឿងរ៉ាវទាំងអស់ទាំងជំងឺបាក់ស្បាតរឿងអីក៏ដោយដូចខ្ញុំនិយាយខ្លះអ្នកខ្លះចាពាក់គេគាត់ថាឃើញអ្នកតនុយមក CEO ហ្នឹងគឺភ័យហ្មងភ័យបាក់ស្បាតហ្មងអាមែនបាទព្រះគម្ពីរថាម៉េចព្រះគម្ពីរថាស្រែកសួរអ៊ីស្រាអែលនៅពាក្យដដែលដែលដាវីតបានឮពាក្យទាំងនោះដែរការឃើញកូលយ៉ាតចេញមកទាហានអ៊ីស្រាអែលទាំងមូលយ៉ាងម៉េចភ័យខ្លាចជាខ្លាំង
បាទតោះសូមបន្តរត់ប្រសិទ្ធប្រសាចហ្នឹងមិនលេងចេះក្បួនស្ទាប់អស់ហើយក្បួនប្រយុទ្ធក្បាច់អីក៏คลิกអស់ដែរមានតែក្បាច់មួយក្បាច់រត់បាទជើងសោព្រាតលេងស្ដាប់មេណាទាហានអ៊ីស្រាអែលនិយាយគ្នាថាអ្នកឃើញជននោះទេវាចេញមកសម្លុតពលទ័ពអ៊ីស្រាអែលយើងបាទអ្នកណាសម្លាប់វាបានស្ដេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើនព្រមទាំងលើកបុត្រីឲ្យហើយគ្រួសាររបស់អ្នកនោះនឹងបានរួចពន្ធនៅស្រុកអ៊ីស្រាអែលដែរអញ្ចឹងគេនាំគ្នានិយាយអូវាមកសម្លុតយើងទៀតហើយណាអ្នកណាសម្លាប់វាបាននោះនឹងអីលើកកិត្តិយសបានទ្រព្យសម្បត្តិនិងគ្រួសាររួចពន្ធណាបាទសូមបន្តទៀតបាទដាវីតបានលើពាក្យហ្នឹងបាទយុវជនដាវីតសួរទាហានដែលនៅជិតខ្លួនថាតើអ្នកដែលសម្លាប់ជនហ្វីលីស្ទីននោះហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែលនឹងទទួលរង្វាន់អ្វីជាអ្វីជនជាតិហ្វីលីស្ទីនជាសះមិនកាត់ស្បែកនេះជានរណាបានហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូចនេះពាក្យសម្ដីនេះជាពាក្យសម្ដីពេញដោយជំនឿណាអ្នកដទៃទៀតខ្លាចកូលយ៉ាត់ណាប៉ុន្តែដាវីតនិយាយពាក្យមួយតើបាទអ្នកណាដែលសម្លាប់ហ្វីលីស្ទីននេះអញ្ចឹងគាត់និយាយពាក្យតើអ្នកណាសម្លាប់គេហ្វីលីស្ទីននេះគេនាំគ្នារត់គាត់សួរថាចុះតើអ្នកណាសម្លាប់ហ្វីលីស្ទីននេះយ៉ាងម៉េចបានរង្វាន់អីអាមែនអញ្ចឹងថ្ងៃនេះដូចគ្នាដែរកុំមើលបញ្ហាធំណាមើលព្រះធំថាព្រះនឹងបញ្ចប់បញ្ហាយើងក្នុងពេលឆាប់នេះអាមែនអាមែនកុំគិតថាបញ្ហាយើងនឹងត្រាំត្រែងដល់ពេលណាបែរជាមានជំនឿថាបញ្ហាខ្ញុំនឹងត្រូវបញ្ចប់ក្នុងពេលឆាប់នេះទុក្ខលំបាកខ្ញុំនឹងត្រូវបញ្ចប់ក្នុងពេលឆាប់នេះជំងឺខ្ញុំនឹងត្រូវបានប្រោះឲ្យជាក្នុងពេលឆាប់នេះអាមែនហាឡេលូយ៉ាអាមែនអាមែនហាឡេលូយ៉ាហើយគាត់និយាយថាតើណែហ្វីលីស្ទីននេះជានរណាម្នាក់នេះជានរណាបានហ៊ានបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ឃើញទេគាត់ប្រើពាក្យកងទ័ពរបស់ព្រះជាម្ចាស់អញ្ចឹងគេទាំងអស់គ្នាគេអត់ដឹងថាខ្លួនគេជាកងទ័ពរបស់ព្រះទេគេជារបស់ព្រះកងទ័ពរបស់ព្រះមានន័យថាគេជារបស់ព្រះណាអញ្ចឹងគេភ្លេចខ្លួនថាគេជារបស់ព្រះគេគិតថាគេមកវាយដោយខ្លួនគេប៉ុន្តែដាវីតវិញដាវីតដឹងច្បាស់ថាអ៊ីស្រាអែលកងទ័ពអ៊ីស្រាអែលជារបស់ព្រះជាម្ចាស់ចឹងថ្ងៃនេះខ្ញុំក៏លើកទៅចិត្តបងប្អូនអាចភ្លេចអត្តសញ្ញាណយើងស្មានតែយើងអ្នកជាពាក់ធនាគារភ្លេចថាយើងជាបុត្ររបស់ព្រះយើងស្មានថាយើងជាអ្នកអន់ជាងគេយើងជាមេគេមិនកតុយគេទេយើងស្មានថាយើងជាមនុស្សដែលត្រូវវេទនារហូតមិនមែនទេយើងជាអ្នកដែលនៅទទួលគេមរតកពីព្រះជាម្ចាស់ទាំងលើផែនដីទាំងនៅឋានសួគ៌ទៀតអាមែនកុំភ្លេចអត្តសញ្ញាណរបស់យើងអាមែនយើងជាកូនព្រះព្រះគម្ពីរបានចែងច្បាស់ថាម៉េចអ្នកណាដែលទទួលទ្រង់អ្នកណាដែលជឿដល់ព្រះនាមព្រះអង្គប្រទានសិទ្ធិអំណាចឲ្យគេក្លាយជាកូនព្រះតោះថាមកខ្ញុំជាកូនព្រះអាមែនជាសិទ្ធិអំណាចដ៏ធំដែលព្រះប្រទានឲ្យណាដែលខ្មោចមិនហ៊ានកាច់អរិយមិនហ៊ានធ្វើនឹងមកពីយើងឋានៈជាកូនព្រះអាមែនមិនកូនប្រែតទៀតទេអាមែនអាមែនតែនិយាយទៅកាន់អ្នកឆ្វេងស្ដាំថាលោកគ្រូអ្នកគ្រូបងប្អូនជាកូនរបស់ព្រះអាមែនហាឡេលូយ៉ាអាមែនហាឡេលូយ៉ាអាមែនហើយទ័ពរបស់ព្រះដែលមានអីព្រះជន្មអីគេគង់នៅដូចនេះព្រះយើងមិនមែនស្លាប់ទៅហើយទេអាមែនទុកតាច្បាប់ទុកតាធម៌ទុកតាវិន័យទេព្រះយើងជាព្រះដែលមានព្រះជន្មរស់អាមែនហាឡេលូយ៉ាបើព្រះអង្គរស់ព្រះអង្គនឹងជួយយើងឲ្យមានជ័យជំនះអាមែនសូមបន្តទៀតខ27
ពួកទាហានឆ្លើយតាមពាក្យដែលស្ដេចបានសន្យាថានឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះចឹងប្រទានអីទានទ្រព្យសម្បត្តិកិត្តិយសហើយបានលើកបុត្រីឲ្យហើយគ្រួសារនឹងរួចពន្ធបាទចឹងថ្ងៃនេះខ្ញុំមើលលើទឹកចិត្តដែរណាកាលណាយើងទុកចិត្តជឿទុកចិត្តលើព្រះអង្គយើងឈ្នះទុកលំបាកយើងនឹងទទួលព្រះពរពីព្រះទទួលកិត្តិយសពីព្រះទទួលការអស្ចារ្យពីព្រះកាន់តែខ្លាំងឡើងអាមែនហាឡេលូយ៉ាចឹងកុំបាក់ស្មារតីអាមែនចឹងបាទខ្ញុំលើកទឹកចិត្តបងប្អូនជួបបញ្ហាកាន់តែធំឬក៏ទុកលំបាករៀងវែងតិចកុំភ័យព្រះពរកាន់តែធំនឹងមកដល់ហើយព្រះពរដ៏វែងនឹងមកដល់យើងដែរអាមែនហាឡេលូយ៉ាអាមែនអាមែនចឹងរៀងឃើញថារង្វាន់ដែលអ្នកវាយឈ្នះកូលយ៉ាតនេះធំអត់បានខ្លាចជាបុត្រសូនេសារបស់ស្ដេចណាកូនប្រសាស្ដេចណាមិនធម្មតាទេធំណាស់អាមែនចឹងបើយើងឈ្នះទុក្ខលំបាកដ៏ធំព្រះពរដ៏ធំនឹងមកដល់អាមែនចឹងកុំបាក់ទឹកចិត្តអាមែនបាទអរគុណព្រះអង្គអាមែនបាទដោយក្រុមជំនុំនេះយើងឆ្លងកាត់អត់ដង្វាយជួលកន្លែងគេបានគូជាតិដាក់ដង្វាយផ្ទះគាត់មកណាយើងឆ្លងកាត់ទុកលំបាករៀងវែងតិចប៉ុន្តែឥឡូវព្រះអង្គប្រទានពរយើងក៏ធំដែរអាមែនអាមែនអាមែនអរគុណព្រះអង្គអាមែនសូមបន្តទៅទៀតអាមែនលោកអេលៀបជាបងបង្អស់ឬដាវីតនិយាយជាមួយនឹងពលទាហានដូច្នេះគាត់ខឹងដាវីតជាខ្លាំងហើយពោលថាហេតុអ្វីបានជាឯងមកទីនេះចឹងបងលឺហេតុអីឯងមកទីនេះជាចង់ដឹងរឿងគេមែនរឿងនេះរឿងទាហានទេឯងក៏វាលជាមចង់ដឹងអីឯងຕົកជាមនៅវាលរហោថានោះឲ្យនរណាមើលអញស្គាល់ចរិតរពិលរពោចរបស់ឯងច្បាស់ណាស់គឺឯងមកនេះដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះដឹងណាដឹងចំឡែកខុសឯងរពិលរពោចមកមើលគេច្បាំងគ្នាហ្នឹងទៅទុកជាមចុះត្រឡប់ទៅវិញហ្នឹងអញ្ចឹងមនុស្សខ្លះឃើញយើងមានជំនឿថាយើងដូចឈួតជឿថាព្រះអង្គប្រទានពរជឿថាព្រះអង្គប្រោសឲ្យជាពើមមកលើអាយុប្រហែលហើយឥឡូវហ្នឹង40ហើយហ្នឹងបើបានតាំងពីមុនហ្នឹងគ្មានជឿទេចាបកោព្រះអង្គប្រទានពរអង្គប្រទានពរឬតែពរដល់ព្រះអង្គប្រទានពរគេមែនមែនឯងអន់ណែកុំគិតថាជំនឿជារពិលរពូចជំនឿគឺជាការទុកចិត្តលើព្រះកុំគិតថាដាវីតមករពិលរពូចដាវីតមកដើម្បីស្ដារមុខមាត់អ៊ីស្រាអែលឡើងវិញអាមែនមើលទាហានទាំងអស់សិតតែខ្លាចកូលយ៉ាតឮតែពាក្យកូលយ៉ាតស្លុតអស់លេងមានតែដាវីតទេនិយាយថានេះអត់កាត់ស្បែកនេះសះដតីនេះវាជាអីហ្នឹងហៀបប្រមាថដល់ពលទ័ពរបស់ព្រះជាម្ចាស់អញ្ចឹងមកអ៊ីស្រាអែលទាំងស្ដេចសូលមានណាហ៊ាននិយាយពាក្យហ្នឹងអត់មានទេមានតែភ័យគ្រប់គ្នាប៉ុន្តែមានតែដាវីតឯស្ដារអត្តសញ្ញាណឡើងវិញថាទ័ពអ៊ីស្រាអែលជាទ័ពរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់មិនអាចអ្នកណាប្រមាថបានជាដាច់ខាតអាមែនយើងជាកូនរបស់ព្រះអាមែនព្រះដ៏មានព្រះជន្មរស់ព្រះអង្គនឹងស្ដារអ្វីៗដែលយើងបាត់បង់ឡើងវិញព្រះអង្គនឹងប្រទានជ័យជំនះយើងឡើងវិញជឿអត់នេះជាព្រះបន្ទូលដើមឆ្នាំថ្មីពេលដែលខ្ញុំអានកាពីនេះឡើងវិញខ្ញុំធ្លាប់អធិប្បាយហើយបើបងប្អូនស្ដាប់ស្អីអធិប្បាយរបស់ខ្ញុំលើកមុននៅ YouTube ដែរខុសពីលើកនេះព្រះចង់ប្រទានពរយ៉ាងធំឧត្តមឆ្នាំ2025នេះអាមែនមានអាចកំបាំងជាច្រើននៅក្នុងរឿងនេះណាព្រះចង់បរៀនអាមែនឲ្យយើងដឹងអត្តសញ្ញាណយើងថាយើងជា
កូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតព្រះដែលម្ចាស់ឋានសួគ៌ម្ចាស់ផ្ទៃមេឃម្ចាស់ផែនដីម្ចាស់មាសម្ចាស់សេដ្ឋកិច្ចម្ចាស់ប្រាជ្ញាម្ចាស់អីទាំងអស់យើងជាកូនរបស់ព្រះដែលមានប្រជញ្ញរស់អាមែនអាមែនជឿអត់ខ្ញុំជឿថាឆ្នាំ2025នេះការអស្ចារ្យកើតឡើងលើខ្ញុំគ្រួសារខ្ញុំនិងក្រុមជំនុំយើងយ៉ាងអស្ចារ្យអាមែនហាឡេលូយ៉ាអាមែនហាឡេលូយ៉ាអាមែនហាឡេលូយ៉ាចឹងគេណាថារពិលរពោចអីថាទៅខ្ញុំជឿចឹងអាមែនអាមែនអូអញ្ចឹងបានតែខ្លះទៅចេះតែថាជឿតែទីផុតព្រះអង្គប្រទានពរមែនអាមែនព្រោះព្រះគម្ពីរថាបើគ្មានជំនឿគ្មានអ្នកណាគប់បតីព្រះទេតាមពិតព្រះធ្វើអីក៏បានដែរតែសំខាន់យើងព្រមជឿអត់អាមែនបើយើងព្រមជឿព្រះអង្គនឹងធ្វើគ្រប់កិច្ចការសម្រេចដល់អ្នកដែលជឿអាមែនហាឡេលូយ៉ាអាមែនតាមពិតជំនឿក្នុងព្រះអង្គមិនមែនសាសនាទេបងប្អូនមិនមែនមកពហិគាត់តែច្រៀងពីបទត្រឡប់ទៅវិញទេមករកព្រះគឺមកសូមព្រះអង្គជួយយើងនៅអ្វីដែលយើងធ្វើមិនកើតអាមែនហើយសូមព្រះអង្គនៅអ្វីដែលយើងចង់បានអាមែនបំពេញយើងនៅអ្វីដែលយើងត្រូវការហើយជឿថាព្រះអង្គនឹងសម្រេចឲ្យចឹងបានខ្ញុំមកថ្ងៃអាទិត្យមួយអាទិត្យទៀតខ្ញុំមិនមែនមកព្រោះតែជាគ្រូកងវិលមកអធិប្បាយមែនទេខ្ញុំមកចង់បានអ្វីមួយពីព្រះអង្គទៀតខ្ញុំកំពុងខ្សោយខ្ញុំចង់បានព្រះអង្គកម្លាំងខ្ញុំខ្វះប្រាជ្ញាខ្ញុំសុំមកព្រះអង្គខ្ញុំមកអាទិត្យហ្នឹងខ្ញុំនឹងបានប្រាជ្ញាពីព្រះអង្គខ្ញុំមកអាទិត្យហ្នឹងខ្ញុំនឹងបានចម្រុងចម្រើនពីព្រះអង្គកិច្ចការមួយដែលកំពុងតែទាស់ច្រកខ្ញុំមកថ្ងៃនេះមករកព្រះអង្គថ្ងៃនេះព្រះអង្គនឹងទម្លុះទម្លាយការនឹងឲ្យជោគជ័យអាមែនអាមែនហាឡេលូយ៉ាអញ្ចឹងហើយបានបងប្អូនចំណាំថាណាគូនិតធ្វើការអីតែងតែជោគជ័យហេតុអីខ្ញុំមករកព្រះដោយមានជំនឿមកអត់មានខ្វល់ពីអ្នកណាច្រើនទេខ្ញុំគាត់តែជម្រាបសួរអីសុខសប្បាយអីអត់មានមិនក៏មុខមិនមើលឯងចឹងវិញអត់ទេខ្វល់ទេអាមែនអាមែនចាំបាទខ្ញុំលើកទឹកចិត្តមួយទៀតណាបងប្អូនមកធ្វើម៉េចមកចូលរកព្រះកុំសូវមើលអ្នកនេះអ្នកនោះអ្នកនេះជួនកាលអ្នកនោះប្រពន្ធគាត់ជេរពីផ្ទះមកគាត់តែមុខរីករាយដាក់យើងមុខហើយបើយើងទៅនិយាយគ្នាថ្ងៃមុនសបាយសោះឥឡូវមិនមុខកញ្ញើគ្នាខឹងអីឯងណានិយាយដើមអីហ្នឹងមិនណានិយាយដើមណាពុនគាត់និយាយដើមគាត់តែគាត់មកអញ្ចឹងតែគាត់មកវាគាត់មិនរីករាយដាក់យើងកើតណាយើងទៅលើកទឹកចិត្តគាត់ទៅអាមែនបាទជួនកាលគេទាលុយគាត់ដោះសាយមិនចេញគាត់មកកញ្ញើយ៉ាងហើយអញ្ចឹងមករកព្រះអង្គលើកទឹកចិត្តគ្នាទៅវិញទៅមកអាមែនអាមែនអរគុណព្រះអង្គចាឥឡូវបាទសូមបន្តទៀតព្រះគម្ពីរបាទយើងលើកច្រើនណាអាមែនតើខ29យុវជនដាវីតឆ្លើយតបថាតើខ្ញុំមានអ្វីតើខ្ញុំមានធ្វើអ្វីខុសតែនិយាយទៅបងខ្ញុំអត់មានធ្វើអីខុសផងណាចឹងមិនអត់មកសួរគេមកលើកទឹកចិត្តគេមកនិយាយដោយជំនឿមានអីខុសអាមែនជួនកាលគេថាយើងប្រកាសព្រះពរនឹងខុសចុះទៅប្រកាសបដាសាបានត្រូវហ្មងហីបងប្អូនមកទាំងអស់គ្នានេះចាំមើលវ៉ាន់កគេគ្រប់គ្នាតែមើលឈឺមិនជាទេដល់ព្រះឥឡូវយើងមើលអ្នកដែលមកជួបព្រះយេស៊ូវអ្នកខ្វាក់បានភ្លឺអ្នកថ្លង់បានលឺអ្នកកោនិយាយបានអ្នកដែលត្រូវគេចាប់ត្រូវពងគប់ស្លាប់នឹងព្រះអង្គដោះឲ្យរួចអ្នកដែលគេមើលងាយដោយសារគេព្រះអង្គមកទទួលរាក់ទាក់ណាដូចអ្នកដែលមានបញ្ហាតោះមកជួបព្រះយេស៊ូវសត្វតែព្រះអង្គដោះឲ្យរួចព្រះអង្គប្រទានពរនំប៉័ង5ដុំត្រី2កន្ទុយនៅសល់12ល្អីទៀតអាមែនគ្មានមកជួបព្រះយេស៊ូវណាដែលអត់ទទួលការអស្ចារ្យទេអាមែនបាទចឹងព្រះយេស៊ូវព្រះអង្គល្អណាស់អាមែនចឹងបានមនុស្សបាក់មករកព្រះអង្គពួកអ្នកឈឺបានជាអ្នកខ្វាក់បានភ្លឺអាមែនអ្នកមានបញ្ហាដោះឲ្យរួចអ្នកគ្រប់បែបយ៉ាងចឹងបានមនុស្សមករកព្រះអង្គអាមែនចឹងតើខ្ញុំធ្វើអ្វីខុសខ្ញុំគ្រាន់តែសួរប៉ុណ្ណឹងមិនបានឬអាមែនតោះសូមបន្តទៀតព្រះគម្ពីរទៅ
ដាវីតបែរចេញពីបងសួរទៅហ៊ានម្នាក់ទៀតអញ្ចឹងខ្ញុំលើកទឹកចិត្តបាទបើអ្នកណាមិនសូវមានជំនឿនិយាយមកមានជឿកុំសូវនិយាយច្រើនជាមួយណាតែនិយាយជាមួយអូទៅមិនរួចទេខ្ញុំមានបញ្ហានឹងដែលទៅមិនរួចផងណាអញ្ចឹងកុំសូវនិយាយមួយគាត់តាមអញ្ចឹងទៅមិនរួចរហូតអញ្ចឹងព្រះកាពីដែលចាយថាព្រោះគ្មានការអ្វីដែលព្រះចាំចាស់ធ្វើមិនកើតហ្នឹងអត់យកមកនិយាយទេឃើញតែទៅមិនរួចរហូតអញ្ចឹងឃើញបើថានិយាយមួយបងអត់ជំនឿដល់វិញទៅសួរម្នាក់ទៀតតែនិយាយអញ្ចឹងតាមសុទ្ធដេញគាត់ទៅជាវិញឥឡូវយ៉ាដល់ពួកទាហានក៏ឆ្លើយតបមកវិញដូចពីមុនដែរកាលពលទ័ពទាំងមូលឬពាក្យទាំងប្រមាណដែលដាវីតនិយាយគេក៏នាំគ្នាទូលព្រះបាទសូលហើយស្ដេចក៏ឲ្យគេហៅដាវីតមកអញ្ចឹងទាហានបាននាំពាក្យទៅឲ្យបងដាវីតនាំពាក្យទៅមិននាំទេមានដេញទៅវិញអញ្ចឹងណាអញ្ចឹងខ្ញុំលើកទឹកចិត្តបើនិយាយទៅកើនជំនឿយើងនិយាយជាមួយច្រើនបើនិយាយទៅបបាក់ជំនឿយើងក៏និយាយច្រើននិយាយច្រើនទៅកើនទំនាស់ទេនិយាយច្រើនកើនតែការបាក់ទឹកចិត្តទេនិយាយអ្នកណាជាមួយអ្នកណាដែលកើនជំនឿច្រើនហើយជាមួយអ្នកអត់ជំនឿលើកទឹកចិត្តឲ្យគាត់មានជំនឿវិញអាមែនហាឡេលូយ៉ាអញ្ចឹងអរគុណព្រះអង្គអញ្ចឹងដល់ពេលនិយាយមួយទាហានគេនាំពាក្យហ្នឹងទៅស្ដេចសូលថានេះមានក្មេងម្នាក់នេះក្លាហានហ៊ានណានិយាយប្រឆាំងមួយហ្នឹងកូលីយ៉ាតឲ្យអត់ខ្លាចកូលីយ៉ាតសោះណាសួរថាបើអ្នកណាស្លាប់កូលីយ៉ាតបានរង្វាន់អីទៀតអញ្ចឹងម្នាក់ហ្នឹងចង់ទៅស្លាប់កូលីយ៉ាតហើយណាទូទៅស្ដេចសូក៏ហៅដាវីតមកតោះសូមបន្តទៀតបាទព្រះកាពីថាម៉េចដាវីតទូលព្រះបាទសូលថាមិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្តដោយសារតែជនភីលីស្ទីននោះឡើយទូលបង្គំជាបម្រើរបស់ព្រះកាណាននឹងចេញទៅប្រយុទ្ធជាមួយវាហើយក្មេងសោះណាហើយដល់ចឹងដាវីតអត់មើលកពស់ទេកពស់ឯងខ្ពស់ប៉ុណ្ណាដល់មិនខ្ពស់ជាងព្រះយើងទេឯងកម្លាំងខ្លាំងប៉ុណ្ណាដល់មិនខ្លាំងជាងព្រះយើងទេដូចគ្នាដែរទុកលំបាកប៉ុណ្ណាក៏ដោយការអាក្រក់ប៉ុណ្ណាក៏ដោយជំងឺប៉ុណ្ណាក៏ដោយមិនខ្លាំងជាងព្រះរបស់យើងដែលបង្កើតសកលលោកនេះជាដាច់ខាតអាមែនហាឡេលូយ៉ាអាមែនអាមែនចឹងដាវីតថាខ្ញុំនឹងចេញទៅប្រយុទ្ធនឹងវាអាមែនតោះសូមបន្តទៀតព្រះកាពីថាម៉េចខ33ស្ដេចសូលមានរាជអង្គការទៅកាន់ដាវីតថាអ្នកមិនអាចវាយយកឈ្នះជនជាតិភីលីស្ទីននេះទេអ្នកនៅក្មេងណាស់ចឹងសូលមើលទៅក្មេងណាស់អាយុ17ឆ្នាំក្មេងណាស់ណាមិនអាចវាយឈ្នះទេអញ្ចឹងពេលខ្លះយើងនិយាយដោយជំនឿអ្នកខ្លះមកប្របាក់ទៀតទៅមិនរួចទេมันអាចឈ្នះมันអាចជាมันអាចកើតมันអាចទៅមុខបានទេហើយវាជាអ្នកចម្បាំងតាំងពីក្មេងម្លេះណាណានិយាយអួតពីបញ្ហាទៀតអូបញ្ហានោះមិនងាយទេដោះមិនបានទេនោះគេអ្នកធំដោះមិនបានផងឯងប៉ុណ្ណឹងដោះមិនបានណាគេមានលុយវល់លៀននៅតែវ៉ាន់កជាប់គុកឯងប៉ុណ្ណឹងមិនត្រួចអត់ទេណាព្រះជាម្ចាស់អាមែនហាឡេលូយ៉ាតោះសូមបន្តទៀតតើដាវីតនិយាយម៉េចដាវីតទូលស្ដេចសូលថានេះស្ដេចណាបងប្អូនណាស្ដេចណាប៉ុន្តែដាវីតហ៊ាននិយាយជាមួយស្ដេចណាអត់មានស្ដេចថាអញ្ចឹងហើយអូក្រាបទូលព្រះអង្គចឹងលាទៅវិញហើយបើព្រះអង្គមានរាជអង្គការអញ្ចឹងអត់ទេដាវីតថាម៉េចទូលបង្គំធ្លាប់ខ្វាជាមរបស់ឪពុកទូលបង្គំពេលមានតោឬខ្លាឃ្មុំមកចាប់កូនជាមនៅក្នុងហ្វូងនោះទូលបង្គំចេញទៅតាមវាភ្លាមអញ្ចឹងពេលគាត់ខ្វៀលជាមណាអញ្ចឹងបានព្រះលើកគាត់ជាស្ដេចគឺគាត់ស្រឡាញ់ជាមបើយើងធម្មតាយ៉ាងម៉េចតោចាប់ជាមួយងាប់ទៅអញមិនទៅទេជីវិតអញថ្លៃជាងអត់ទេដាវីតអត់ទេជាមួយត្រូវតែបដូរជីវិតដើម្បីជាមួយនឹងដោយព្រះយេស៊ូវចឹងបដូរជីវិតដើម្បីយើងទាំងអស់គ្នាដោយព្រោះតែយើងម្នាក់ព្រះអង្គសុខចិត្តយើងពីឋានសួគ៌មកផែនដីសុគតជួយយើងដើម្បីរំដោះយើងទាំងអស់គ្នានេះហើយព្រះអង្គស្រឡាញ់យើងខ្លាំងណាស់អាមែនក្មេងទេដេញតាមតោអាមែនហើយដេញតាមវាភ្លាមហើយវាយដណ្ដើមយកកូនជៀមពីមាត់របស់វាមកវិញបើវាលោតគ្រប់មកលើទូលបង្គំនឹងច្បាមពុកចង្ការវាបោកសម្លាប់វាតែម្ដងក្មេងទេប៉ុន្តែយើងគិតមើល
cầm lăng bận á bọc tàu mùi là đuôi bị hay slap nè men tham đa thế nè bọc hai con men ẩm nuốt đây chia cà bật chẳng ngày này không lời chất bằng phổ nạc này dương sao dương khmênh mấy cái đào ao tè pưng bà ong nhẹ sao nâng bà khẳng nhẹ cro nâng bàn miền amen hallelujah amen bám phục cho cả bọc tàu tại một đòn amen tao sâu mà to tiện ngày này riêng làm ất bà mà chôn chết Palestine chỉ xa mình cắt sập bạch này nâng trâu slap đôi tàu đôi khla khmum đại tụi mình cùng ăn sầm lạp nu chia mình khan bất vía bằng bạc mục con tuột bỏ pre châm cha đại miền pre chôn cùng này amen David chưa cái ca đại pre thọp phương cọt ngày nay trong lời được chặt bằng phổ nạc này bà pre thọp pro châm ngư dương bị môn ở chia châm ngư lực này có pre pro chia đại bà pre thọp đo bành hà dương còn lo mau chỉ trơn ở ruột pre còn đo bành hà lực này mà đong tiết ở ruột đôi này pre này dương mình prai pruol tê bị thằng ngày môn thằng ngày này người ta na cốt pre ong nơi tài đã đại amen nè bành hà đại pre chui trong bị lực môn ao chne tao ao chne khla khmum pre nâng chui trong ao vay chne Goliath này mà đong tiết nâng chne bàn to ra tiết pre chui nhóm riêng rồi hột ta tham nhóm pre chui nhóm riêng rồi hột vậy cái này phải pre chui lục cừu chỉ riêng rồi hột amen amen hallelujah amen bà chưa ớt amen chưa ớt chẳng cho nam tham ấy ní bọn ông nâng chua dương chỉ riêng rồi hồn amen amen bọn ông chua dương cái lao mau bọn ông chua dương tao từ tiền amen bọn ông cút cung dương cái lao mau bọn ông cút cung dương tao từ tiền amen bọn ông ca pi dương cái lao mau bọn ông ca pi dương tao từ tiền amen hallelujah xong bắt tao tiết bệ cái bên mấy David Paul បន្តទៀតថាព្រះអង្គម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីកញ្ញាំតោនិងខ្លាឃ្មុំព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ភីលីស្ទីននេះមិនខានអាមែនជឿថាព្រះរបស់យើងដតចម្រៀងមិញព្រះអង្គស្មោះត្រង់អាមែនស្មោះត្រង់ព្រះអង្គបដេញតាមយើងរហូតព្រះអង្គស្មោះត្រង់យើងទេព្រះអង្គជួយយើងកន្លងមកព្រះអង្គនៅតែស្មោះត្រង់ជួយយើងជានិច្ចអាមែនហាឡេលូយ៉ាដូច្នេះព្រះបាទសូលមានរាជអង្គការទៅកាន់ដាវីតថាទៅចោះសូមព្រះម្ចាស់គង់ជាមួយអ្នកអាមែនអញ្ចឹងដាវីតថ្លែងជំនឿតតែស្ដេចព្រមអាមែនអត់បោះបង់ទេអាមែនសូមបន្តទៀតព្រះគម្ពីរហើយគាត់អ្នកមានជំនឿមែនមិនជំនឿលេងទេណាបាទគឺមែនព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីតគឺទ្រង់បានយកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីតព្រមទាំងពាក់អាវក្រោះឲ្យដែរអញ្ចឹងអាវក្រោះស្ដេចអីណាមួកដែកស្ដេចហ្នឹងមកបំពាក់ឲ្យដាវីតហ្មងអាមែនបាទសូមបន្តទៀតមើលដាវីតពាក់ទៅមិនដាវីតយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹកហើយសាកល្បងដើរលោមើលពួកผมដែលពាក់គ្រឿងសឹកហ្នឹងទេខ្ញុំដែរទៅបាទผมដែលបានពាក់គ្រឿងសឹកដូច្នោះនៅឡើយប៉ុន្តែដាវីតទូលព្រះបាទសូលថាជាមួយគ្រឿងសឹកទាំងនេះទូលបង្គំដើរមិនរួចស្ដេចសូលខ្ពស់ណាស់ហើយដល់ពាក់មួកមកគ្រឿងសឹកតែបោះស្ដេចផងប៉ុន្តែខ្លួនស្ដេចដល់ដាវីតតូចដើរអត់រួចព្រោះទូលបង្គំមិនធ្លាប់ពាក់សោះដាវីតក៏ដោះគ្រឿងទាំងនោះចោលដោះចោលអាមែនបាទដោះចោលបាទទៅមិនរួចទេបាទអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាណាយើងអាចរៀនពីមនុស្សបានខ្លះប៉ុន្តែកុំរៀនយកទាំងអស់របស់គេព្រោះតែមិនអញ្ចឹងទៅគេបរាជ័យយើងបរាជ័យដូចគេអ្វីដែលយើងរៀនបានគឺរៀនពីព្រះជាម្ចាស់អាមែន កុំរៀនពីគ្រូជោគជ័យដល់ជោគគ្រូជោគជ័យបើជោគជាប់យើងជាប់ដែរយើងទៅរៀនពីព្រះអង្គអាមែនហាឡេលូយ៉ាសូមបន្តទៀត
ហើយយកដំបងមកកាន់អញ្ចឹងក៏យកដំបងគាត់ខ្លាប់គ្នាជាមកកាន់ណាអ្វីដែលយើងរៀនរស់ជាមួយព្រះអង្គប្រទានពរយើងប្រើហ្នឹងទៅអាមែនយើងធ្លាប់អធិដ្ឋានទៅព្រះអង្គប្រទានពរអធិដ្ឋានទៀតទៅយើងអានកាពីទៅព្រះអង្គប្រទានពរស្ដាប់ព្រះបន្ទូលព្រះអង្គប្រទានពរធ្វើតាមនឹងទៀតទៅកុំលេងស្រាប់ឲ្យចេញក្បួនណាមួយរៀនពីនៅមនុស្សណាមកលេងឈប់អធិដ្ឋានលេងឈប់អានកាពីទៅរកក្បួនគេអូគួរថ្នាក់បដោយណាអាមែនសូមរកតាមព្រះអង្គមិនថាមិនឲ្យរៀនគេទេបើក្បួននឹងស្របតាមព្រះបន្ទូលព្រះចូលយកមកប្រើចាស់អាមែនបើខុសព្រះបន្ទូលព្រះកុំយកមកប្រើអាមែនហើយព្រះគម្ពីរនេះកន្លែងនេះដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងគ្នាពេលហើយយកដំបងមកកាន់ថាមកដំបងមកកាន់ដំបងអីគេដំបងតំណាងឲ្យឈើឆ្កាងឲ្យព្រះយេស៊ូវចឹងយើងមានជ័យជំនះគ្រប់បញ្ហានៅពេលដែលយើងយកព្រះយេស៊ូវជាគោលនៃជីវិតយើងអាមែនហើយនឹងគ្រាប់គ្រោះប្រមាណគ្រាប់5គ្រាប់ចឹងបានឆ្នាំ2025នេះតើលេខ5តំណាងអីគ្រោះទាំង5នេះតំណាងឲ្យព្រះគុណឆ្នាំនេះជាឆ្នាំព្រះគុណថែមលើព្រះគុណអាមែនហាឡេលូយ៉ាព្រះអង្គនឹងប្រទានព្រះគុណថែមលើព្រះគុណដតើនិយាយថាសូមព្រះអង្គមួយជា2ណាជាព្រះគុណថែមលើព្រះគុណអាមែនចឹងនេះខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាណាឆ្នាំនេះយ៉ាងហោចសូមព្រះអង្គ5យ៉ាងតើមានសំណូមពរអីចង់សូមព្រះអង្គ5យ៉ាងឯឆ្នាំហ្នឹងបាទអ្នកខ្លះជពាក់លុយគេព្រះអង្គអើយសូមឲ្យខ្ញុំព្រះអង្គដោះខ្ញុំ2025ឲ្យរួចពីជពាក់លុយគេអ្នកខ្លះឈឺព្រះអង្គអើយព្រះអង្គប្រោះកូនឲ្យជាសូមព្រះអង្គ5យ៉ាងឆ្នាំហ្នឹងអាមែនជឿថាព្រះអង្គនឹងសម្រេចឲ្យប៉ុន្តែត្រូវមានដំបងហើយមានគ្រាប់គ្រោះ5គឺអីយកព្រះយេស៊ូវជាធំនៅក្នុងជីវិតយើងកុំបោះបង់ចោលព្រះយេស៊ូវឲ្យសោះអាមែនហើយមានគ្រាប់អី5អាមែនតាមមួយថាខ្ញុំគ្រាប់គ្រោះ5គឺព្រះគុណរបស់ព្រះអាមែនហើយមួយទៀតដង្ហក់តោះថាខ្ញុំដង្ហក់គឺតំណាងឲ្យព្រះបន្ទូលព្រះដើម្បីដាក់គ្រាប់គ្រោះហ្នឹងដើម្បីព្រះគុណព្រះអង្គហូរនៅក្នុងជីវិតយើងទាំងអស់គ្នាបង្កើតផលក្នុងជីវិតយើងទាំងអស់គ្នាចូលយកព្រះបន្ទូលរបស់ព្រះអង្គទៅប្រើដើម្បីព្រះគុណព្រះអង្គហូរនៅក្នុងជីវិតយើងហូរក្នុងគ្រួសារយើងហូរក្នុងមុខរបរយើងហូរក្នុងការងារយើងបើអាចបានឆ្នាំនេះលើកទឹកចិត្តអានកាពីឲ្យបានបញ្ចប់ប្រើដង្ហក់នេះព្រះអង្គនឹងប្រទានពរយើងយ៉ាងអស្ចារ្យនៅឆ្នាំ2025នេះពេលដែលខ្ញុំអធិដ្ឋានសូមព្រះអង្គគឺព្រះអង្គប្រទានព្រះបន្ទូលត្រង់នេះឯងមកខ្ញុំនឹងមកកន្លែងទៀតណានេះគឺអីគឺសំភ្លេចកាន់ដំបងយកព្រះយេស៊ូវជាធំនៅក្នុងជីវិតយើងអាមែនកុំបានពរភ្លេចព្រះអង្គកាន់ព្រះអង្គឲ្យជាប់អាមែនកុំបានជោគជ័យភ្លេចមកពហិយើងនឹងធ្លាក់ទៅវិញគ្មានជោគជ័យនៅលើโลกនេះថិតថេរដោយគ្មានព្រះទេមានតែព្រះយេស៊ូវទេដែលថិតថេរអស់កលជានិច្ចអាមែនហើយគឺអីពឹងលើព្រះគុណរបស់ព្រះអង្គកុំពឹងលើកម្លាំងខ្លួនយើងហើយយកព្រះបន្ទូលព្រះអង្គមកអនុវត្តនោះព្រះគុណព្រះអង្គនឹងពហុគុណក្នុងជីវិតយើងថែមហើយថែមទៀតសួរថាប្រមាណខ្ញុំអត់ដឹងទេលើសពីការគិតរបស់យើងព្រះនឹងប្រទានពរឆ្នាំ2025នេះលើសពីការគិតរបស់យើងមិនថាពិភពលោកមានរឿងអីក៏ដោយព្រះនឹងធ្វើការអស្ចារ្យដោយយើងយកព្រះគ្រីស្ទជាធំពឹងលើព្រះគុណព្រះអង្គហើយយកព្រះបន្ទូលព្រះអង្គយកមកប្រើអាមែនអាមែនហាឡេលូយ៉ាអាមែនហាឡេលូយ៉ាបាទព្រះគម្ពីរតែម៉េចនៅក្នុងប្រកាសយកគ្រាប់គ្រោះពីណាមកនឹងជ្រោះដាក់ក្នុងកូនថងមួយរួចតាថាខ្ញុំកូនថងអីគេថងគឺតំណាងឲ្យមុខរបរយើងគ្រួសារយើងយកព្រះគុណព្រះអង្គទៅដាក់ក្នុងគ្រួសារយើងក្នុងមុខរបរយើងក្នុងការងាររបស់យើងអាមែនអញ្ចឹងមានវត្ថុអីខ្លះទី1អីគេ
ដំបងព្រះគ្រីស្ទជាធំទី2គ្រាប់គ្រួពឹងលើព្រះគុណរបស់ព្រះអង្គពឹងលើព្រះគុណរបស់ព្រះគ្រីស្ទព្រះគុណថែមលើព្រះគុណអាមែនលេខ5ហើយទី3មានអីថងសិនបាទថងគឺមុខរបរយើងការងារយើងណាឲ្យព្រះគុណព្រះអង្គចម្រើននៅទីនោះហើយមួយទៀតអីគេដង្ហក់គឺអីព្រះបន្ទូលព្រះអង្គអាមែនយកព្រះបន្ទូលព្រះអង្គមកថ្លែងយកព្រះបន្ទូលព្រះអង្គមកជឿយកព្រះបន្ទូលព្រះអង្គមកអានអនុវត្តតាមការអស្ចារ្យនៃការឡើងអាមែនហាឡេលូយ៉ាអាមែនបាទរួចដានថងព្រមទាំងដង្ហក់អញ្ចឹងណាអញ្ចឹងមានអីណាមានមិញមានដំបងមានអីទៀតគ្រួ5ថងមួយទៀតអីគេដង្ហក់បាទអញ្ចឹងមាន4ហើយតទល់នឹងជនភីលីស្ទីនបាទសូមបន្តទៀតបាទយើងទៅស្រោតិចពលលើសម៉ោងយូរហើយជនជាតិភីលីស្ទីននោះវិញក៏ដើរចូលមករកដាវីតដែរដោយមានម្នាក់កាន់ខែលពីមុខពេលជនជាតិភីលីស្ទីនក៏លេចឃើញមើលមកដាវីតវាមើងងាយព្រោះឃើញដាវីតនៅក្មេងមានថ្ពាល់ក្រហមនិងមានទឹកមុខស្រស់ល្អអញ្ចឹងដាវីតពណ៌ក្រហមឲ្យក្មេងទឹកមុខស្រស់ល្អសមតែអ្នកដើរតួកុនមិនមែនមកចង់ធ្វើសង្គ្រាមចឹងទេមកវាយចឹងទេចឹងណាចឹងមិនថាយើងខ្វះលក្ខណៈសម្បត្តិនឹងអីក៏ដោយអត់បញ្ហាទេព្រះជាម្ចាស់អ្នកបង្គ្រប់ទាំងអស់អាមែនអាមែនតាសូមបន្តទៀតវាមើងងាយណាបើឃើញក្មេងជនជាតិភីលីស្ទីនជេរដាវីតថាតើអញជាឆ្កែឬចេះនេះចេះជេរល្អដែរដាវីតថាឆ្កែត្រូវហើយតើអញជាឆ្កែឬបានជាឯងកាន់ដំបងមកវាយអញដូច្នេះវាក៏យកព្រះនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីតអូគេយកព្រះនាមព្រះរបស់គេមកដាក់បណ្ដាសាចេះឲ្យអញអាលាយហិនហោចចេះចឹងដូចគ្នាណាពេលដែលយើងរោស៊ីធ្វើការជួនកាលគេយកមន្តអាគមមកដាក់គេយកអានេះមកដាក់ធ្វើឲ្យមុខរបរយើងធ្វើឲ្យការងារយើងធ្លាក់ចុះប៉ុន្តែកុំភ័យមានព្រះយេស៊ូវគ្មានឈ្មោះណាមកដាក់មន្តអាគមយើងបានទេដាក់មិនត្រូវទេអាមែនហាឡេលូយ៉ាចឹងនៅលើโลกនេះប្រកួតប្រជែងគ្នាជួនកាលគេធ្វើអំពើដាក់យើងគេធ្វើចេះដាក់យើងប៉ុន្តែมันអាចដាក់ត្រូវទេដូចជាកូលយ៉ាត់យកព្រះឈ្មោះព្រះរបស់គេមកដាក់ប្រាសាទដាវីតចឹងណាវាពោលមកកាន់ដាវីតថាបាទមកចិត្តអញមកអញនឹងយកសាច់ឯងទៅឲ្យថ្មាតនឹងសត្វសាហាវស៊ីបាទណាសូមតទៅទៀតបាទលឿនតិចយើងដាវីតឆ្លើយទៅវិញថាឯងកាន់ដាវកាន់លំពេងនឹងស្នមកវាយអញរីឯអញវិញអញមកវាយឯងក្នុងព្រះនាមព្រះម្ចាស់នៃពិភពទាំងមូលជាព្រះនៃពលទ័ពអ៊ីស្រាអែលដែលឯងបានបំបាក់មុខអាមែននេះជាពាក្យដាវីតសូមឲ្យពាក្យនេះជាពាក្យរបស់យើងទាំងអស់គ្នាយើងឈ្នះពិភពលោកនេះយើងវាយឈ្នះទុក្ខលំបាកទាំងអស់ឈ្នះជំងឺទាំងអស់មិនមែនដោយសារដាវលំពេងជំនាញចំណណាបកែរបស់យើងសមត្ថភាពរបស់យើងទេយើងនឹងឈ្នះដោយសារនាមព្រះយេស៊ូវគ្រីស្ទអាមែនហាឡេលូយ៉ាអាមែនអាមែនចឹងឆ្នាំ2025នឹងតទៅនេះយើងនឹងឈ្នះដោយសារនាមព្រះយេស៊ូវគ្រីស្ទមិនមែនសមត្ថភាពយើងបកកែមិនមែនអញ្ចឹងខ្ញុំមិននិយាយថាអញ្ចឹងមិនរៀនសូត្រមានរៀនសូត្រមានសមត្ថភាពចុះប៉ុន្តែកុំពឹងលើសមត្ថភាពនោះអត់ពឹងព្រះអង្គភ្លេចមានថាគិតតែពីសមត្ថភាពអត់មានអីគេអត់មានអីគេបាទមានដំបងមានព្រះយេស៊ូវអាមែនមានអីទៀតគ្រាប់គ្រួពឹងលើព្រះគុណព្រះអង្គពឹងលើព្រះអង្គមានថងយកព្រះគុណព្រះអង្គនឹងមកដាក់ក្នុងមុខរបរយើងមុខជំនាញយើងហើយមួយទៀតដង្ហក់យកព្រះបន្ទូលព្រះអង្គមកប្រើអាមែនជឿប្រកាសចឹងបានខ្ញុំតែងតែសួរបងប្អូនថាជឿអត់អាមែនហាឡេលូយ៉ាបាទសូមបន្តទៀតព្រះគម្ពីរថាម៉េចថ្ងៃនេះព្រះម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញនឹងប្រហារឯងដាវីតមានវាយឯនៅជាពាក្យដែលគាត់ថ្លែងជំនឿសុទ្ធឥឡូវចឹងបងប្អូនហ៊ានថ្លែងជំនឿអត់ថាខ្ញុំជីហ៊ានថ្លែងអត់ណាអញ្ចឹងបានបងថាពិលពោចឯងមិនតាន់ជីមកថ្លែងជីឯងមិនតាន់មានមកថ្លែងមានអត់ទេដាវីតធានថ្លែងព្រោះគាត់ស្គាល់ព្រះដែលគាត់ជឿ
ពោះគាត់ថ្លែងដោយជំនឿឲ្យព្រះគាត់ប្រតិព្រះនឹងប្រទានពរឲ្យគាត់អាមែនគឺគាត់ថ្លែងណាម៉េចអញនឹងប្រហារឯងព្រមទាំងកាត់កឯងផងថ្ងៃនេះអញនឹងយកខ្មោចទៅហ៊ានភីលីស្ទីនទៅឲ្យថ្មាតនិងសត្វសាហាវស៊ីដែរដូច្នេះជនប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថាអ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារអាមែនដើម្បីឲ្យមនុស្សដទៃទៀតដឹងថាយើងមានព្រះការពារក្រុមជំនុំក្តីសន្តិភាពមានព្រះការពារឥឡូវយើងមើលឃើញហ៎គេរោមពាត់វាយអ៊ីស្រាអែលមានតែឈ្នះឯណាហាម៉ាស់ក៏វាយលើហាម៉ាស់ខ្ទេចយេម៉ែនក៏វាយឥឡូវយេម៉ែនខ្ទេចហ៊ូទីវាយឥឡូវក៏ហ៊ូទីខ្ទេចណាអ៊ីរ៉ង់វាយឥឡូវអ៊ីរ៉ង់ក៏ចង់ខ្ទេចដែរហើយណាខ្សែអ៊ីរ៉ង់ស៊ីរីក៏បាត់អស់ហើយហ៊ានវាយអ៊ីស្រាអែលពឹបព្រះអង្គអ្នកវាយជំនួសតិចទៀតព្រះកពីព្រះអង្គអ្នកវាយជំនួសអាមែនព្រះអង្គអ្នកធ្វើការជំនួសអាមែនព្រះអង្គទេអ្នកធ្វើការជំនួសអាមែនដូចខ្ញុំនិយាយមិនសុកព្រមដីរបស់អ៊ីរ៉ង់ធ្លាក់យន្តហោះស្លាប់តែហ៊ានប៉ះប្រជារាស្ត្រព្រះអង្គអ្នកច្បាំងជំនួសឲ្យតែហ៊ានមករកព្រះអង្គអាមែនហាឡេលូយ៉ាបាទសូមតទៅទៀតព្រះកពីថាម៉េចបាទសូមសហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថាព្រះអង្គម្ចាស់ប្រទានឲ្យយើងមានជ័យជំនះពុំមែនដោយដាវឬលំពេងទេត្បិតព្រះម្ចាស់ច្បាំងជំនួសយើងចឹងបានខ្ញុំលើកទឹកចិត្តបងប្អូនណាយើងអ្នកជឿព្រះអង្គកុំអួតពីកម្លាំងយើងកាលណាយើងអួតពីកម្លាំងយើងព្រះអត់បានទទួលសេនរឿងទេចឹងព្រះអត់ជួយទេព្រោះយើងថាយើងខ្លាំងហើយព្រះនឹងមិនជួយទេព្រះជួយយើងដើម្បីយើងព្រះអង្គបានសេរីរុងរឿងណាដល់យើងទៅដើមសេរីរឿងរបស់ព្រះថាការងារនេះមកពីយើងប្រកាយយើងខ្លាំងយើងឆ្លាតព្រះមិនជួយយើងទេអ្នកដែលទទួលសេរីរឿងមានតែមួយគត់គឺព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនហាឡេលូយ៉ាចឹងហើយបានជាក្រុមជំនុំនេះគ្មានគ្រូកងវាច្បងទេទុកឲ្យព្រះយេស៊ូវអ្នកច្បងចុះខ្ញុំក៏គង់វាធម្មតាទេសូមឲ្យព្រះយេស៊ូវបានទទួលសេរីរឿងអស់កាលជាអង្វែងតរៀងទៅអាមែនអាមែនហាឡេលូយ៉ាអាមែនអញ្ចឹងដើម្បីពិភពលោកទាំងមូលដឹងថាយើងមិនឈ្នះដោយសារដាវលំពេងជំនាញការប៉ិនរបស់យើងទេត្បិតព្រះម្ចាស់ច្បាំងជំនួសយើងតើថាមិនច្បាំងជំនួសយើងចឹងឆ្នាំ2025នេះតទៅព្រះអង្គអ្នកធ្វើជំនួសយើងព្រះអង្គអ្នកច្បាំងជំនួសយើងព្រះអង្គអ្នករស់ស៊ីជំនួសយើងព្រះអង្គអ្នកធ្វើការជំនួសយើងជាមួយយើងនោះការងារយើងនឹងជោគជ័យចម្រុងចម្រើនហាឡេលូយ៉ាអាមែនព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើងណាបញ្ហាទាំងអស់នឹងក្រោមការគ្រប់គ្រងរបស់យើងបានទាំងអស់ដោយសារព្រះអង្គអាមែនហាឡេលូយ៉ាសូមបន្តទៀតព្រះគម្ពីរទៅអាមែនពេលនោះជនជាតិភីលីស្ទីនដើរតម្រង់ចូលមករកដាវីតក៏រត់យ៉ាងលឿនទៅតទល់នឹងវាដែរឯងមកលឿនយើងទៅលឿនជាងឯងទៀតអាមែនណាមិនខ្លាចឯងទេយើងណាមានព្រះនៅជាមួយហើយយើងជឿប៉ុណ្ណឹងហើយមិនខ្លាចឯងទេអាមែនទៅឡើងលឿនអាមែនកុំខ្លាចបញ្ហាខ្ញុំលើកទឹកចិត្តកុំខ្លាចបញ្ហាយើងអ្នកជឿព្រះអង្គខ្ញុំក៏ជួបរឿងបញ្ហាច្រើនដែរខ្ញុំក៏ធ្លាប់អន់កហូបដែរពូនខ្ញុំយំដែរតែខ្ញុំថាកុំភ័យព្រះអង្គប្រទានពរទីផុតព្រះអង្គប្រទានពរយើងណាខ្ញុំមិនមែនជាទេវតាដែលមិនចេះឈឺហើយក៏មិនដែលក្រអត់មិនអត់មានបញ្ហាអត់ក្រខ្ញុំក៏ជួបដូចគ្នាប៉ុន្តែខ្ញុំមានជំនឿអាមែនហាឡេលូយ៉ាខ្ញុំលើកទឹកចិត្តណាដាវីតលូកដៃក្នុងកូនថងតាមមើលកូនថងយកអីក្របគ្រោះអាមែនមានយ៉ាងរហ័សថាខ្ញុំយ៉ាងរហ័សរៀនរឿងអីក៏ដោយពឹងប្រគុណព្រះអង្គឲ្យជួយកូនផងកូនទៅមុខមិនរួចទេកូនទៅមិនបានទេប៉ុន្តែកូនជឿថាព្រះអង្គជួយកូនបានកុំឲ្យមានរឿងអីមកដោះស្រាយសិនចាំមកដល់ពេលអាតឆក់អូញ៉ោះកូនបាត់តបបែកពី3ធ្នេបានកូនបាត់ចាំពេលព្រះអង្គឲ្យមកជួយគាត់ទេវាភ្លាមពឹងព្រះគុណព្រះអង្គភ្លាមអាមែនយកព្រះគុណព្រះអង្គមកប្រើភ្លាមអាមែនដើម្បីធ្វើកិច្ចការនេះអាមែនបាទមួយគ្រាប់មកដាក់ក្នុងខ្សែដង្ហក់មកអនុវត្តតាមព្រះបន្ទូលព្រះអង្គឬព្រះបន្ទូលព្រះអង្គជឿភ្លាម
ប្រកាសភ្លាមហើយបាញ់ចំថ្ងាសជនភីលីស្ទីននោះគ្រាប់គ្រោះធ្លុះចូលទៅក្នុងថ្ងាសរបស់ជនជាតិភីលីស្ទីនវាក៏ដួលផ្កាប់មុខយើងដឹងហើយពួនភីលីស្ទីនមានមួកដែកអត់មួកដែករបស់ភីលីស្ទីនដល់ណាហើយមានតំណងចេះទៀតណាចោះហេតុអីបានជាធ្លុះកុំភ្លេចណាឃ្លាមុនព្រះអង្គច្បាំងជំនួសតាមពេលក្របគ្រោះនឹងដែកពេលយើងបាញ់ទៅបាក់ណាគឺអីគឺបែកក្របគ្រោះចុះហេតុអីធ្លុះទាំងដែកហើយធ្លុះទាំងក្បាលរបស់កូលីយ៉ាតទៀតព្រះច្បាំងជំនួសព្រះធ្វើឲ្យទឹកសមុទ្រញែកបានព្រះឲ្យធ្វើថ្មចេញទឹកបានព្រះធ្វើអីក៏បានដែរអាមែនហាឡេលូយ៉ាតាមមកគ្រោះនឹងសោះមកគ្រាប់នឹងសោះព្រះគុណតែមួយសោះគ្រប់គ្រាន់ហើយផ្ដួលសត្រូវទាំងអស់ប៉ុន្តែព្រះគុណព្រះអង្គនឹងថែមព្រះគុណទៀតដើម្បីឲ្យយើងបានពេញដោយព្រះពរពីព្រះអង្គអាមែនហាឡេលូយ៉ាខ្ញុំចង់ទៅបញ្ចប់បន្ទាប់មកបាទដាវីតបានវាយឈ្នះជនភីលីស្ទីនដោយសារតែខ្សែដង្ហក់ថាខ្ញុំខ្សែដង្ហក់ព្រះបន្ទូលគ្រាប់គ្រោះមួយគ្រាប់ព្រះគុណព្រះអង្គអាមែនដាវីតប្រហារជនជាតិភីលីស្ទីននោះដោយឥតប្រើដាវឡើយព្រះគម្ពីរចាន់ប្រើដាវហេតុអីលំពេងហេតុអីអត់ប្រើសមត្ថភាពយើងទេប្រើការពឹងលើព្រះការដឹកនាំរបស់ព្រះយើងនឹងជោគជ័យអាមែនអាមែនដាវីតរត់ចូលទៅជិតជនភីលីស្ទីនហើយហូតដាវរបស់វាពីស្រោមសម្លាប់វាយកដាវរបស់កូលីយ៉ាតសម្លាប់កូលីយ៉ាតហើយកាត់កផងពេលកងទ័ពភីលីស្ទីនឃើញវីរៈជនរបស់ខ្លួនស្លាប់ដូច្នេះពួកគេនៅគ្នារត់អស់ទៅអាមែនបាទតទៅទៀតបាទកងទ័ពអ៊ីស្រាអែលនិងទ័ពយូដាក៏ស្ទុះឡើងនាំគ្នាស្រែកហូហើយដេញតាមពួកភីលីស្ទីនរហូតដល់ច្រកចូលចន្លងភ្នំនិងរហូតដល់មាត់ទ្វារក្រុងហេក្រូនបាទសាកសពរបស់ជនជាតិភីលីស្ទីនដេកដួលហូហែតាមផ្លូវបាទនៅអីស្អារ៉ែមបាទរហូតដល់ក្រុងកាតនិងក្រុងហេក្រូនអាមែនចឹងបញ្ហាដែលយើងជួបនឹងត្រូវបរាជ័យនៅឆ្នាំ2025នេះក្នុងព្រះនាមព្រះយេស៊ូវឲ្យសារព្រះគុណព្រះយេស៊ូវអាមែនហាឡេលូយ៉ា